បាទស្វាគមន៍គ្នាយើងមកកាន់វីដេអូថ្មីនៃការរៀនវិញ្ញាសាស្ត្រត្រៀមប្រឡងប្រឌប់ឆ្នាំ2025ហើយវីដេអូនេះគឺយើងផ្ដោតទៅលើសំណួរប្រៀបធៀបនៅក្នុងមុខវិជ្ជាជីវវិទ្យាបាទសំណួរទី1គឺគេឲ្យយើងប្រៀបធៀប RNM និង RNT សំណួរទី2គេឲ្យយើងប្រៀបធៀបអំពីអរម៉ូនពពតិកនិងអរម៉ូនស្តេរ៉ូអ៊ីតទី3គឺគេឲ្យយើងប្រៀបធៀបប្រព័ន្ធប្រសាទសត្វឥតជើងកងនិងប្រព័ន្ធប្រសាទសត្វជើងកងសំណួរទី4គឺគេឲ្យយើងប្រៀបធៀបលទ្ធផលនៃការបង្កាត់ចិត្តនិងការបង្កាត់ឆ្ងាយហើយសំណួរទី5ចុងក្រោយគឺគេឲ្យយើងប្រៀបធៀប ADN និងប្រូតេអ៊ីនអូខេតោះយើងចូលចម្លើយទាំងអស់គ្នាសម្រាប់សំណួរទី1គឺប្រៀបធៀប RNM និង INT ជាទូទៅគឺការប្រៀបធៀបវាមានលក្ខណៈខុសនិងលក្ខណៈដូចហើយគំរូវីដេអូនេះគឺគ្នាយើងអាចសរសេរប្រឡងបាក់ឌុបតាមទម្រង់នេះរបៀបនេះព្រោះឆ្លងកាត់ការប្រឡងខ្ញុំក៏ទទួលបាននីតិអេលើមុខវិជ្ជាជីវវិទ្យាផងដែរហើយការសរសេរបែបនេះគឺមានលក្ខណៈងាយស្រួលមើលមានរចនាបថល្អហើយតាក់ទាញការយកបន្ទុកពីគណៈកម្មការកែអូខេសម្រាប់លក្ខណៈដូចគ្នាគឺយើងសរសេរបែបនេះមកមានបូក1លក្ខណៈដូចគ្នាហើយយើងមានត្រេហើយលក្ខណៈខុសគ្នាគឺយើងពុះបន្តជា2អូខេតាមតម្រងដូចគ្នាយើងឃើញនៅលើនេះតោះឥឡូវយើងចូលចម្លើយទាំងអស់គ្នាសម្រាប់លក្ខណៈដូចគ្នានៃ INM និង INT ទី1គឺការចេញពី ribonucleotide 4ប្រភេទហើយចំណុចដូចគ្នាទី2គឺវាទាំងពីរជាច្រវាក់ ribonucleotide តូលអូខេហើយសម្រាប់លក្ខណៈខុសគ្នាគឺមាន3ចំណុចសម្រាប់ INM វាគឺជាច្រវាក់ត្រង់រីឯ INT វាគឺជាច្រវាក់បែនបង្កើតជាកំពក3 INM មាន ribonucleotide ពីរាប់រយទៅរាប់ពាន់រីឯ INT មាន ribonucleotide ពី70ទៅ80ហើយចំណុចខុសគ្នាចុងក្រោយ INM មាននីតិចម្លងព័ត៌មានស៊ីនេតិករីឯ RNT គឺមាននីតិដឹកនាំអាស៊ីតអាមីណេចូលរួមសំយោគប្រូតេអ៊ីនបាទសម្រាប់ចម្លើយនៃការប្រៀបធៀបសំណួរទី2បាទសម្រាប់ចម្លើយនៃសំណួរទី2គឺប្រៀបធៀបអំពីអរម៉ូនពពតិកនិងអរម៉ូនស្តេរ៉ូអ៊ីតអូខេដូចគ្នាយើងឆ្លើយដូចគ្នាសម្រាប់ចំណុចទី1គឺលក្ខណៈដូចគ្នាអរម៉ូនទាំងពីរហ្នឹងគឺវាភ្ជាប់ទៅនឹងធ្មូលនៃកោសិកាគោលដៅវាទាំងពីរហ្នឹងមានឥទ្ធិពលទៅលើកោសិកាគោលដៅហើយវាបំផ្លាញនីតិរបស់កោសិកាគោលដៅសម្រាប់ចំណុចខុសគ្នាគឺមាន5ចំណុចសម្រាប់អរម៉ូនពពតិកវាកើតចេញពីម៉ូលេគុលនៃច្រវាក់អាស៊ីតអាមីណេរីឯអរម៉ូនស្តេរ៉ូអ៊ីតគឺកើតចេញពីម៉ូលេគុលអាពីតូចៗចំណុចទី2អរម៉ូនពពតិកមិនអាចឆ្លងកាត់ភ្នាះកោសិកាបានទេតែអរម៉ូនស្តេរ៉ូអ៊ីតអាចឆ្លងកាត់ភ្នាះកោសិកាបានអរម៉ូនពពតិកសកម្មភាពកើតឡើងនៅក្នុងស៊ីតូផ្លាសរីឯអរម៉ូនស្តេរ៉ូអ៊ីតសកម្មភាពកើតឡើងនៅក្នុងនវាយោបន្ទាប់មកគឺនៅក្នុងស៊ីតូផ្លាសចំណុចទី4គឺអរម៉ូនពពតិកវាធ្វើសកម្មភាពលឿនរីឯអរម៉ូនស្តេរ៉ូអ៊ីតវាធ្វើសកម្មភាពយឺតហើយសម្រាប់ចំណុចខុសគ្នាចុងក្រោយអរម៉ូនពពតិកមានឥទ្ធិពលទៅលើកោសិកាគោលដៅរយៈពេលខ្លីរីឯអរម៉ូនស្តេរ៉ូអ៊ីតមានឥទ្ធិពលទៅលើកោសិកាគោលដៅរយៈពេលយូរបាទសម្រាប់សំណួរទី3ប្រៀបធៀបប្រព័ន្ធប្រសាទសត្វឆ្អឹងកងនិងសត្វឥតឆ្អឹងកងអូខេលក្ខណៈដូចគ្នាមានប្រព័ន្ធប្រសាទទទួលព័ត៌មាននិងឆ្លើយតបព័ត៌មានសម្រាប់លក្ខណៈខុសគ្នាសត្វឥតឆ្អឹងកងវាមានសរីរាង្គវិញ្ញាណតិចរីឯសត្វមានឆ្អឹងកងវាមានសរីរាង្គវិញ្ញាណច្រើនសត្វឥតឆ្អឹងកងខួរក្បាលមានទំហំតូចនិងមានលក្ខណៈសាមញ្ញតែសត្វមានឆ្អឹងកងខួរក្បាលមានទំហំធំនិងមានលក្ខណៈស្មុគស្មាញហើយចំណុចចុងក្រោយសត្វឥតឆ្អឹងកងគ្មានអត្តកូលខួរនិងខួរតូចទេតែសត្វមានឆ្អឹងកងមានអត្តកូលខួរធំខ្លះនិងតូចខ្លះទី4គឺគេឲ្យយើងប្រៀបធៀបអំពីលទ្ធផលនៃការបង្កាត់ចិត្តនិងលទ្ធផលនៃការបង្កាត់ឆ្ងាយកន្លែងសំនេះគឺអត់មានលក្ខណៈដូចគ្នាទេយើងឆ្លើយពាក់ព័ន្ធជាមួយនឹងលក្ខណៈខុសគ្នាតែម្ដងសម្រាប់ការបង្កាត់ចិត្តជាការបង្កាត់រវាងកូនដែលកើតចេញពីមេបាតែមួយឬរវាងកូននិងកូនឬកូននិងមេបាតែការបង្កាត់ឆ្ងាយជាការបង្កាត់រវាងពូជខុសគ្នាឬមានខ្សែស្រឡាយឆ្ងាយពីគ្នាឬប្រភេទខុសគ្នា
ការបង្កាត់ចិត្តសន្តានក្រោយមានកម្លាំងជីវិតខ្សោយលទ្ធភាពបន្តពូជថយចុះបង្កើតភាពមិនប្រក្រតីនៃក្រូម៉ូសូមហើយនាំទៅរកភាពផុតពូជតែការបង្កាត់ឆ្ងាយអ៊ីប្រិតមានកម្លាំងជីវិតខ្លាំងធន់នឹងជំងឺឆាប់លូតលាស់ល្អហើយទទួលបានទិន្នផលខ្ពស់សម្រាប់ការបង្កាត់ចិត្តអាចបង្កើតនិងរក្សានៅពូជសុទ្ធចំពោះលក្ខណៈដែលគេចង់បានការបង្កាត់ឆ្ងាយវាមានប្រភេទ A มันអាចបង្កកំណត់បាននៅក្នុងករណីមេបាមានប្រភេទខុសគ្នាអូខេនេះគឺជាលក្ខណៈខុសគ្នានៃលទ្ធផលនៃការបង្កាត់ចិត្តនិងលទ្ធផលនៃការបង្កាត់ឆ្ងាយហើយយើងចូលទៅសំណួរទី5ចុងក្រោយគឺគេឲ្យយើងប្រៀបធៀបរវាង ADN និងប្រូតេអ៊ីនតោះយើងទៅចម្លើយនៃសំណួរចុងក្រោយទាំងអស់គ្នាប្រៀបធៀប ADN និងប្រូតេអ៊ីនសម្រាប់លក្ខណៈដូចគ្នារវាង ADN និងប្រូតេអ៊ីនគឺវាទាំងពីរជា macromolecule ហើយ molecule នីមួយៗកើតពីឯកតានៃធាតុបង្កឬក៏យើងហៅថា monomer ណាហើយសម្រាប់ទី3គឺ molecule នីមួយៗមានដំណលំដាប់ nucleotide ឬដំណលំដាប់ acid amine ជាក់លាក់សម្រាប់ចំណុចខុសគ្នា ADN monomer គឺ nucleotide តែ protein monomer គឺ acid amine ADN កើតចេញពីច្រវាក់ nucleotide 2ឯ protein កើតពីច្រវាក់ acid amine តូលហើយគ្នាយើងតូលនឹងមានន័យថាមួយអូខេអញ្ចឹងភាពខុសគ្នាគឺ ADN កើតពី nucleotide 2ហើយ protein កើតចេញពីច្រវាក់ nucleotide 1 ADN nucleotide ច្រើនម៉ាស់ធំប្រវែងវែងរីឯ protein គឺ acid amine តិចម៉ាស់តូចប្រវែងខ្លីADN nucleotide 3កំណត់ acid amine 1រីឯ protein acid amine 1កំណត់ឡើងដោយ nucleotide 3 ADN ដំណលំដាប់ nucleotide កំណត់នៅដំណលំដាប់ acid amine រីឯ protein ដំណលំដាប់ acid amine កំណត់ដោយដំណលំដាប់ nucleotide ហើយចំណុចចុងក្រោយគឺ ADN មាន nucleotide 4ប្រភេទរីឯ protein គឺមាន acid amine 20ប្រភេទហើយបើយើងនិយាយស្រួលស្ដាប់ឲ្យស្រួលចាំទៅគឺ ADN ផ្ដោតទៅលើ nucleotide ឯ protein គឺផ្ដោតទៅលើ acid amine អូខេបាទវីដេអូយើងគឺមានតែប៉ុណ្្នឹងទេយើងនឹងសិក្សានៅសំណួរចម្លើយជីវវិទ្យាត្រៀមប្រឡងប្រឌិតឆ្នាំ2025នៅវីដេអូក្រោយទៀតដែលមានចម្រុះម្ដងដែលវីដេអូទី1គឺយើងនិយាយអំពីការប្រៀបធៀបសុទ្ធសម្រាប់វីដេអូទី2គឺយើងនឹងនិយាយអំពីវិញ្ញាសាត្រៀមមានប្រៀបធៀបហើយនឹងមានប្រៀបធៀបហើយនឹងវិញ្ញាសាធម្មតាឬក៏សំណួរធម្មតាអូខេជួបគ្នាប៉ុណ្ណឹងអរគុណអ្នកនាងជួបគ្នាវីដេអូក្រោយបាយបាយ